ចង់មកញ៉ាំអីនៅហាងលំដាប់ផ្កាយ5ហើយចំណេញអត់ចាំខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាធ្វើម៉េចចៃលុយនៅ Shangri-La ហើយចំណេញអ្នកទាំងអស់គ្នាគ្រាន់តែមានកាត Visa ធានាគេ break មួយណាក៏បានដែរលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 15% ស្ទើរតែគ្រប់ហាងទាំងអស់ហ្មងថ្ងៃនេះខ្ញុំញ៉ាំ3ថ្ងៃនៅជាន់ទី50ទាំងអស់គ្នាភោជនីយដ្ឋានគេឈ្មោះថា Shang Palace ភោជនីយដ្ឋានដែលផ្ដល់នៅរសជាតិអាហារចិនបែបលំដាប់ពិតៗហើយផ្ចិតផ្ចង់ខ្លាំងមែនតើអ្នកអាចមើល view មើលការរៀបចំបានគឺលំដាប់បែប premium ហើយថ្ងៃនេះខ្ញុំសុំ date ជាមួយខ្លួនឯងញ៉ាំម្ហូបដល់ទៅជិត10មុខក៏ប៉ុន្តែញ៉ាំអស់ខ្លះមួយចំនួនទៀតខ្ញុំគ្រាន់តែ showcase ឲ្យទាំងអស់គ្នាមើលអញ្ចឹងណា environment កន្លែងគេវិញអ្នកទាំងអស់គ្នាចង់ភាសាការងារក៏បានធ្វើខ្លួនស្អាតៗបែប lunch date ក៏ជួបជុំមួយមិត្តភក្តិគ្រួសារអីគឺបានទាំងអស់ហ្មងហើយបើ view វិញគឺជាន់ទី50អ្នកទាំងអស់គ្នាអាចមើលទៅខាងក្រោមបាន view ស្រឡះស្អាតមែនតើទោះបីភ្លៀងក៏នៅតែស្អាតដែរណារសជាតិអាហារឆ្ងាញ់សូម្បីតែខ្ញុំអត់សូវចេះម្ហូបចិនក៏អាចញ៉ាំបានដែរសូមឲ្យ9លើ10ចឹងបានថាពេលខ្លះយើងមកញ៉ាំអីកន្លែងថ្លៃបើយើងអត់ចេះក្នុងការឆាយវាបានត្រឹមត្រូវទេមិនតអស់ច្រើនទេប៉ុន្តែហេងខ្ញុំមកម្ដងនេះបានបញ្ចុះតម្លៃតោះចូលមកដល់កន្លែងទី2ឯងគឺ tea time អ្នកទាំងអស់គ្នា culture ក្នុងការញ៉ាំតែនៅពេលថ្ងៃជាមួយនឹង cake ហើយនេះក៏ជាលើកដំបូងរបស់ខ្ញុំដែរណា Oh my god feeling so premium មែនតើមកដល់ទីនេះភ្លាមមកឃើញមិត្តភក្តិស្រីៗខ្ញុំហ្មងលើក្រោយដឹងតែមកជុំគ្នាហើយហាងទី2ដែលខ្ញុំមកនោះមានឈ្មោះថា Atelier ថតរូបលេងក៏បានអង្គុយ relax ញ៉ាំតែជាមួយ cake ហើយនិយាយពីជីវិតក៏បានហើយម្ដងនេះមកម្នាក់ឯងលើក្រោយដឹងតែមាន girlfriend មក3 4នាក់ហ្មងចុងសប្តាហ៍ឬក៏ថ្ងៃណាតនេអីតែងខ្លួនស្អាតៗមកនេះមិនហើយនេះគឺជាហាងទី2ណាសម្រាប់ថ្ងៃហ្នឹងតោះទៅមើលហាងទី3ភោជនីយដ្ឋានទី3ឈ្មោះថា Mekong Lounge នៅជាន់ទី49ទីធ្លាការរចនាបថគឺស៊ីវិល័យសម្រាប់ស័ក្តិសមនឹងការលំហែកាយនេះអ្នកទាំងអស់គ្នាអាច enjoy drink ជាមួយនឹងមានជាការញ៉ាំ cake ក៏បានឬក៏អាហារមួយចំនួនតាមអ្នកទាំងអស់គ្នាចូលចិត្តចឹងណា view គឺស្អាតខ្លាំងអ្នកទាំងអស់គ្នាកន្លែងនេះលំហែកាយក៏បាននិយាយការងារក៏បានដែរប្រភេទជា lounge បែបអញ្ចឹងគឺត្រូវជាមួយនឹងស្ទើរទៅគ្រប់បរិយាកាសហ្មង and this is what I order អ្នកទាំងអស់គ្នាស្អាតខ្លាំងមែនតើគឺមាន cake ខ្លះនំប៉័ងខ្លះដែលយើងអាចញ៉ាំតាមការចូលចិត្តចឹងបើទាំងអស់គ្នាមកជាមួយមិត្តភក្តិ3 4នាក់ក៏បានដែរនេះស្ដាយមែនតើថ្ងៃហ្នឹងខ្ញុំ date ម្នាក់ឯងដល់ពេលចឹងញ៉ាំអត់អស់សោះចំណាំ4កន្លែងដែលខ្ញុំ visit ថ្ងៃនេះ Mekong Lounge គឺខ្ញុំស្រឡាញ់ជាងគេដោយសារនៅនេះមានអារម្មណ៍ថាកូនកាត់ sky bar ផងបារធម្មតាផងចឹងអ្នកទាំងអស់គ្នាទទួលបាន2 vibe ក្នុងពេលតែមួយតោះទៅមើលទីតាំងចុងក្រោយគេគឺភោជនីយដ្ឋាន Sky Bar Altitude គឺស្ថិតនៅលើដំបូលដ៏ល្បីល្បាញដែលលោកអ្នកអាចទស្សនាទិដ្ឋភាពទីក្រុងបានយ៉ាងស្រស់ស្អាតឥតខ្ចោះមែនតើមានទាំងអាងហែលទឹកមានទាំងប្អួយដែលយើងអាចមើល sunset ជាមួយនឹង city view របស់យើងបានពេញទាំងមូលហ្មងហើយ comment ឲ្យទៅពេលល្ងាចមក5កន្លះទៅ6កន្លះដើម្បីមើល sunset ស្អាតដូចខ្ញុំចឹង sunset ស្អាតមិនខ្ញុំស្អាតទេណាកុំស្ដាប់ច្រឡំណាវ៉ាវថ្ងៃនេះខ្ញុំមានអារម្មណ៍ថា relaxing មែនតើពីព្រោះ4ភោជនីយដ្ឋាននៅ Shangri-La នេះសុទ្ធតែលំដាប់ភោជនីយដ្ឋានល្បីៗឯណាទាំងមុខម្ហូបការរចនាបរិយាកាសទាំងមូលគឺខ្ញុំពេញចិត្តសូមឲ្យ10លើ10ហ្មងបានតែគេចង់បានទទួលបទពិសោធន៍បែប premium ដូចខ្ញុំអាចមក Shangri-La បានក្នុងក្រោយគេគឺហាង Commune Dining ដែលនៅជាន់ទី48ក៏គេមានបញ្ចុះតម្លៃដែរណាគេបានតែញ៉ាំចាំប្រាប់ខ្ញុំផងការបញ្ចុះតម្លៃ 15% នឹងអត់ទាន់អស់ទេណាសម្រាប់អ្នកដែលគាត់កាន់កាតប្រភេទ Gold Platinum ជាមួយនឹង Bridge Reserve គឺគាត់អាចទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ទៅ 2% អូខ្ញុំភ្លេចប្រាប់បើអ្នកទាំងអស់គ្នាអត់ទាន់មានការដែរអាចទៅបើកបាននៅគ្រប់សាខាទាំងអស់របស់ធនាគារ Bridge ដោយ free តែម្ដងសំខាន់គេអត់មានគិតថ្លៃសេវាឆ្នាំដំបូងទេណាបើបានទៅបើកការហើយចាំប្រាប់ខ្ញុំផងបាយបាយ